មកហើយធ្វើការវិភាគស្រាវជ្រាវឲ្យច្បាស់លាស់ទៅលើទស្សនវិជ្ជាមួយចំនួននាយករដ្ឋមន្ត្រីថៃអភិសិទ្ធបានមកទស្សនកិច្ចទៅកម្ពុជាខ្ញុំអាចនិយាយបានថារយៈពេល3ដងតែយើងបានជួបគ្នាទី1នៅហូហិនក្នុងខែកុម្ភៈទី2នៅបារយាក្នុងខែមេសានិងទី3ទស្សនកិច្ចរបស់គាត់នៅទីក្រុងព្រំកុងកែនមីថុនាទាំង3លើកនេះទាគីទាំងពីរបានឯកភាពមានប្រើប្រាស់យន្តការទ្វេភាគីគ្រប់កម្រិតទាំងអស់ដើម្បីដោះស្រាយបញ្ហាប៉ុន្តែអ្វីដែលជាការគួរដោះស្រាយការចុះហត្ថលេខលេខានឹងដៃឲ្យលុបនឹងជើងមានន័យថាពេលដែលនាយករដ្ឋមន្ត្រីអភិសិទ្ធត្រឡប់ពីកម្ពុជាទៅកាន់ប្រទេសថៃវិញគេក៏បានចាប់ផ្ដើមបំផុសសំណុំរឿងប្រាសាទព្រះរាជឡើងវិញដោយឲ្យស្នើឲ្យយូណេស្កូលុបចោលការចុះបញ្ជីបេតិកភណ្ឌរបស់ប្រាសាទព្រះរាជបញ្ជូនគណៈប្រភពដ៏ធំមួយទៅសេវីលនៃប្រទេសអេស្ប៉ាញដើម្បីសាររឿងនេះអញ្ចឹងទៅសួរថាតើនេះជាសារភាពជាចរិតត្រឡប់ត្រឡឹងចុះហត្ថលេខានឹងដៃលុបនឹងជើងដែលនាយករដ្ឋមន្ត្រីរូបនេះបានធ្វើក្នុងពេលដែលខ្លួនមកប្រើយន្តការធ្វើពីនេះប៉ុន្តែខ្លួនបែរជាលើកបញ្ហានេះជាមួយយូណេស្កូគឺធ្វើអន្តរជាតិតូបនីយកម្មជំនួសព្រំដែនកម្ពុជាថៃហើយបន្ថែមពីលើនេះទៅទៀតគេបានលើកថារឿងនេះមិនទាក់ទងជាមួយជំនួសរវាងថៃនិងកម្ពុជាតែជារឿងថៃជាមួយនឹងយូណេស្កូក្នុងពេលដែលប្រាសាទព្រះវិហារជារបស់កម្ពុជាតើអស់លោកអ្នកពិចារណាយ៉ាងណាជាមួយរឿងនេះអញ្ចឹងរបស់កម្ពុជាប៉ុន្តែវាជារឿងថៃនិងយូណេស្កូនេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដែលនាយករដ្ឋមន្ត្រីនេះបានធ្វើកម្ពុជាបន្តមកទៀតជួនពេលដែលក្រុមអាយុជលនេះធ្វើបាតកម្មតម្រង់ពោះមកប្រាសាទព្រះរាជនៅថ្ងៃទី19ខែកញ្ញានាយករដ្ឋមន្ត្រីអភិសិទ្ធខ្លួនឯងបានជួបអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមុនលើកឡើងពីបញ្ហាដដែលនេះតកតងនឹងគៀបតានតឹងបណ្ដាលមកពីការចុះបញ្ជីប្រាសាទព្រះវិហារដោយអង្គការយូណេស្កូចឹងនេះក្នុងចំណុចនេះបានជាកម្ពុជានឹកឃើញទៅដល់បើសិនជារឿងយ៉ាងដូចនេះដែរគួរតែត្រូវបានលើកបញ្ហានេះក្នុងអាស៊ានតែម្ដងទៅក្នុងពេលជាមួយគ្នានោះក៏មានវិទ្យុព័ត៌មានតកតងនឹងលោកកសិទ្ធិរុងថានឹងស្នើឲ្យមានមជ្ឈករឬអង្គការអភិកិច្ចដើម្បីដោះស្រាយបញ្ហាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសហើយនឹងក៏បានធ្វើលិខិតជូនទៅរដ្ឋមន្ត្រីការបរទេសថៃដើម្បីឲ្យដាក់ចូលក្នុងរបៀបវិរៈនៃកិច្ចប្រជុំកំពូលអាស៊ានក៏ប៉ុន្តែដោយទៅវិញពួកគេបែរជានិយាយថាអ្នកសារព័ត៌មានបានដកស្រង់សម្ដីខុសប៉ុន្តែខ្ញុំអាចសួរទៅអស់លោកថាបើអ្នកសារព័ត៌មានដកស្រង់សម្ដីខុសមិនក៏មិនឲ្យសារព័ត៌មាននោះមានបង្កកប៉ុកនិងទីភ្នាក់ងារព័ត៌មានថៃគឺការកែតម្រូវដល់ពេលនេះគេមិនបានធ្វើការកែតម្រូវទេប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមានកម្រិតអត់ធ្មត់មិនលើកបញ្ហានេះទៅក្នុងអង្គប្រជុំកំពូលអាស៊ានទេព្រោះថាបើសិនជាលើកបញ្ហានេះឲ្យទូឡើងនៅក្នុងពេលនោះប្រហែលជាការប្រជុំនៅហូហិនមិនជួបបរាជ័យក៏ប៉ុន្តែនេះជាការទុកមុខទុកមាត់សម្រាប់ប្រទេសមួយនេះប៉ុន្តែពីម្សិលមិញនេះយើងបានឃើញលិខិតរបស់សរិនពិនសវណ្ណដែលម្សិលមិញនេះដែលបានទៅសេទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានទាក់ទិនជាមួយនឹងបញ្ហាស្នើឲ្យមានគណៈការគិតគូរអំពីបណ្ដាប្រទេសជាសមាជិកអាស៊ានខ្ញុំអាចជម្រាបជូនថាកម្ពុជាស្វាគមន៍ជាមួយយន្តការបែបណាក៏ដោយរបស់អាស៊ានឬក្រៅអាស៊ានដែលចូលអន្តរាគមន៍ក្នុងរឿងនេះ
ហើយខ្ញុំសូមលើកជាគំនិតមួយប្រការសូមដោះស្រាយបញ្ហានេះជាកញ្ចក់ដោះស្រាយនេះបញ្ហានេះជាកញ្ចក់ដោយសារកញ្ចក់របស់វាជាប់ពាក់ព័ន្ធពីរឿងតែទីថ្ងៃនេះបើដូច្នោះត្រូវដោះស្រាយបញ្ហាជាកញ្ចក់ចាប់ផ្ដើមពីរដ្ឋប្រហារថ្ងៃ19កញ្ញា2006ទម្លាក់តែទីរហូតមកដល់ការឈ្លានពានកម្ពុជានិងការតែងតាំងថៃស៊ីនធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាបើសិនជាចង់ដោះស្រាយគឺมันអាចដោះស្រាយតែមួយឆ្នោតទេដោះស្រាយវាមកកញ្ចប់តែម្ដងវាមកកញ្ចប់តែម្ដងអញ្ចឹងទេសូមឲ្យអាដាមសរិនទុនសវណ្ណស្ដាប់ឲ្យបានអាដាមក៏ធ្លាប់ជាអតីតរដ្ឋមន្ត្រីការបរទេសថៃហើយធ្លាប់បានដើរតួក្នុងក្របខ័ណ្ឌត្រៃការលើបញ្ហាកម្ពុជាដែរបើដូច្នេះអាដាមគួរតែរំលឹករឿងហ្នឹងឡើងវិញគួររំលឹកឡើងវិញរឿងវាមានកញ្ចប់របស់វារឿងអីបានមានថៃស៊ីនថ្ងៃនេះដោយសារតែអារ៉ាប់ប្រហារថ្ងៃ19កញ្ញាឆ្នាំ2006ទៅមានរឿងករណីអារ៉ាប់ថៃស៊ីនថ្ងៃនេះអញ្ចឹងទេខ្ញុំសូមស្នើទៅតែម្ដងទៅទាំងយន្តការដោះស្រាយយន្តការបែបណាក៏ដោយកម្ពុជាត្រៀមកំណត់ជូនជានិច្ចហើយចូលរួមស្វាគមន៍ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាមួយរបស់ប្រទេសនេះចូលទៅក្នុងយន្តការនៃការដោះស្រាយបញ្ហានេះហើយសំណូមពរឲ្យដោះស្រាយបញ្ហានេះជាកញ្ចក់ព្រោះបញ្ហាភាសាព្រះវិហារគេធ្វើអត្ថាធិប្បាយរហូតទៅដល់បញ្ហាការខុបខិតរវាងថៃស៊ីននិងហ៊ុនសែនទៀតផងបើអញ្ចឹងវាទាមទារឲ្យមានការដោះស្រាយតាំងពីសូម្បីតែឥឡូវគេប្រកាសថាគេលុបចោលអាដែល MOU ដែលចុះហត្ថលេខាចំនួនថៃស៊ីនបើអញ្ចឹងទៅសាររើយកមកដោះស្រាយទាំងអស់តែម្ដងមកកញ្ចប់ទៅតាំងចំនួនថៃស៊ីនធ្វើអ្វីខ្លះនាំរៀបដោះស្រាយមកជាប់តែម្ដងទៅហើយបើយកល្អថៃដោះស្រាយមកជុំវិញខ្លួនទៅរាប់ទាំងភូមិមីយ៉ាម៉ាឡាវឬប្រទេសដទៃទៀតដែលពាក់ព័ន្ធនឹងរដ្ឋការថៃស៊ីនឲ្យវាឃើញច្បាស់ថាតើរដ្ឋាភិបាលបច្ចុប្បន្ននេះទទួលមរតករដ្ឋឬអត់នេះជាការបញ្ជាក់បង្ហាញអំពីចំហការទូតរបស់ប្រជាណាចក្រថៃដែលចាត់ទុកថាជារដ្ឋមានអរិយធម៌ចំពោះបញ្ហាចុងក្រោយនេះខ្ញុំសូមទៅអធិប្បាយទៅលើសេចក្តីថ្លែងការណ៍សូមឲ្យអត្ថបទសេចក្តីថ្លែងការណ៍របស់ខាងថៃបន្តិចសូមទោសដោយសារតែប្រហែលថ្ងៃនេះសមត្ថភាពរបស់ខ្ញុំហើយឧត្តមអភិសិទ្ធគាត់បានធ្វើសេចក្តីថ្លែងការណ៍ច្រើនហើយខ្ញុំក៏មិនតាន់បានធ្វើសេចក្តីថ្លែងការណ៍ព្រឹកនេះក៏គាត់ធ្វើសេចក្តីគាត់ប្រជុំកសែតព្រឹកមិញនេះផងដែរគាត់ប្រជុំកសែតហើយខ្ញុំមិនតាន់បាននិយាយអ្វីទេឥឡូវខ្ញុំត្រូវនិយាយម្ដងដំបូងខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹងបញ្ហាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃនៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2009ខ្ញុំគ្រាន់តែស្រង់នៅចំណុចពីរនេះយកមកពន្យល់5ចំណុចរបស់គាត់នេះមាន3ចំណុចទៅក្រៅប៉ុន្តែខ្ញុំស្រង់យកពីចំណុចទី1អាស្រ័យហេតុនេះរាជរដ្ឋាភិបាលថៃមិនអាចឈរនៅស្ងៀមបានទេហើយទៅតែពិចារណាអំពីមនោសញ្ចេតនារបស់ប្រជាជនខ្លួនទង្វើណាមួយរបស់រាជរដ្ឋាភិបាលថៃគឺក្នុងគោលបំណងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាបានដឹងពីការមិនសប្បាយចិត្តរបស់ប្រជាជនថៃខ្ញុំចង់សួរទៅអាដាមអភិសិទ្ធនិងអ្នកដឹកនាំថៃថាតើមានបានដឹងថាប្រតិកម្មក្នុងប្រទេសថៃវារាយនាំវាយ៉ាងណាតើលោកគិតថាប្រតិកម្មខឹងតែមកឬក៏មានប្រតិកម្មអបអរសាទរលោកមានបានស្គាល់ប្រទេសរបស់លោកច្បាស់ទេឥឡូវក្រុមអាវក្រហមគ្រប់តរយ៉ាងពេញទំហឹងនិងអបអរសាទរចំពោះកម្ពុជាដែលបានដល់ទួលនីតិឲ្យអាដាមថៃស៊ីនស៊ីនវត្រា